វេណេស៊ុយអេឡាដែលជាសមាជិករបស់អូប៉ិចជាប្រទេសដែលមានស្តុកប្រេងក្រោមដីច្រើនជាងគេបំផុតលើពិភពលោករបាយការណ៍នៅឆ្នាំ2025របស់អូប៉ិចបានបង្ហាញថាវេណេស៊ុយអេឡាមានស្តុកប្រេងក្រោមដីដែលគេរករកឃើញចំនួន303 ប៊ីលានបារ៉ែលឬប្រហែលនឹង 19% នៃប្រេងស្តុកក្រោមដីដែលគេរករកឃើញសរុបរបស់ពិភពលោកគូបញ្ជាក់ថាទោះបីជាវេណេស៊ុយអេឡាជាប្រទេសដែលមានស្តុកប្រេងច្រើនបំផុតលើពិភពលោកក៏ពិតមែនប៉ុន្តែប្រទេសនេះផលិតប្រេងឆៅតែ1 លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះដែលទំហំនេះតិចជាង 1% នៃផលិតកម្មសរុបរបស់សកលតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ផលិតកម្មប្រេងរបស់វេណេស៊ុយអេឡាបានកើនឡើងដល់ 3 លានបារ៉ែលក្នុងមួយថ្ងៃនៅដើមសតវត្សឆ្នាំ 2000 ប៉ុន្តែបានធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះដោយសារតែការធ្លាក់ចុះនៃការវិនិយោគនិងផលប៉ះពាល់នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដោយសារតែសម្ពាធនយោបាយរបស់សហរដ្ឋអាមេរិកវេណេស៊ុយអេឡាសប្តាហ៍ថ្ងៃនេះនាំចេញប្រេងភាគច្រើនរបស់ខ្លួនទៅកាន់ប្រទេសចិនបើធៀបទៅនឹងសហរដ្ឋអាមេរិកដែលជាប្រទេសផលិតប្រេងធំជាងគេបំផុតលើពិភពលោកប្រមាណ 13.5 លានបារ៉ែលក្នុងមួយថ្ងៃអារ៉ាប៊ីសាអូឌីតដែលជាប្រទេសនាំចេញប្រេងលំដាប់ទី 2 របស់ពិភពលោកនិងជាប្រទេសផលិតប្រេងឈានមុខគេរបស់អង្គការអូប៉ិចបូមប្រេងប្រមាណពី 10 ទៅ 20 លានបារ៉ែលក្នុងមួយថ្ងៃខណៈរុស្ស៊ីនៅលំដាប់ទី 3 ដោយផលិតបាន 9.4 លានបារ៉ែលក្នុងមួយថ្ងៃ